បងសម្លាញ់ថ្ងៃស្អែកបងពិតជាចង់ទៅបបបាញ់នៅភ្នំក្រោយមែនទេបងទៅត្រូវតែប្រយ័ត្នទោះបីជាបបបាញ់មិនបានក៏មិនអីដែរអូនមិនចង់ឃើញបងរងរបួសទេសូម្បីតែរបួសបន្តិចបន្តួចក៏អូនឈឺចាប់ដែរពេលនេះនៅលើโลกនេះអូននៅសល់តែបងម្នាក់គត់ជាសាច់ញាតិប្រសិនបើបងមានគ្រោះថ្នាក់អូនពិតជាមិនដឹងថាត្រូវរស់នៅបន្តទៀតយ៉ាងម៉េចទេក្មេងល្ងងគុំយំស្ដាប់បង្គាប់តាមខ្ញុំមើលទៅខាងក្រៅគ្មានកន្លែងណាគ្រោះថ្នាក់ទេហើយក៏គ្មានអ្នកណាអាចធ្វើបាបខ្ញុំបានដែរអូនគ្រាន់តែទុកចិត្តហើយរងចាំខ្ញុំនៅផ្ទះដោយសុវត្ថិភាពទៅបានហើយរឿងដែលឈិនហ្វឹងខ្ញុំសម្រេចចិត្តធ្វើគឺគ្មានអ្វីដែលធ្វើមិនបានទេឈិនហ្វឹងពីមុនក្នុង10ថ្ងៃមាន8ថ្ងៃស្រវឹងត្រឡប់មកវិញមិនវាយក៏ជេរតែពេលនេះសំបីតែលៀងជើងក៏មិនដាច់ចិត្តឲ្យខ្ញុំធ្វើភាពខុសគ្នាបែបនេះហាក់ដូចជាបដូរមនុស្សផ្សេងអញ្ចឹងប្រហែលជាគាត់ពិតជាកំពុងផ្លាស់ប្ដូរបន្តិចម្ដងហើយពួកឯងទាំង3នាក់មកឈរនៅទីនេះតាំងពីព្រលឹមធ្វើអីដោយទេវតាទ្វាអញ្ចឹងចង់បន្លាចមនុស្សឲ្យស្លាប់មែនទេអូហូបងឈិនលោកចាស់ទើបតែភ្ញាក់ទេតើពួកយើងទាំង3នាក់គោរពតាមបញ្ជារបស់បងទើបមកកំណត់តាំងពីព្រលឹមទៅថ្ងៃមុខជីវិតថោកទាបរបស់ពួកយើងទាំង3នាក់ប្រគល់ឲ្យបងទាំងអស់បើបងមានបញ្ជាពួកយើងហ៊ានតែញកក្បាលគឺរន្ទះបាញ់ពួកយើងទាំង3នាក់ចាប់ពីពេលនេះទៅសុខចិត្តស្លាប់តាមបងឈិនបើមានពាក្យកុហកសំបីតែកន្លះម៉ាត់សុខចិត្តទទួលទោសគ្រប់យ៉ាងបានហើយកុំឈរនៅខាងក្រៅទៀតចូលមកនិយាយគ្នាសិនចៃដនយៀកកំពុងដាំបាយព្រឹកពួកឯងក៏ញ៉ាំជាមួយគ្នាទៅបងឈិនបងប្រុសបង្កើតរបស់ខ្ញុំឲ្យសូមបងមេត្តាជួយសង្គ្រោះគូរើប្អូនស្រីកំសត់របស់ខ្ញុំផងនាងទើបតែអាយុ12ឆ្នាំទេនាងចិត្តត្រូវពួកជួយសៀងលើធ្វើទារុណកម្មស្លាប់ហើយបើមិនទៅជួយនាងទេនាងនឹងស្លាប់មិនខានមែនហើយបងឈិនសូមបងមេត្តាជួយប្អូនស្រីរបស់បងប្រុសគូផងពួកយើងទាំង3នាក់ក្រាបសំពះបងហើយបានហើយកុំយំទៀតយំមានប្រយោជន៍អីរឿងនេះខ្ញុំចាត់ការហើយឆ្នាំមុនពុកខ្ញុំឈឺស្លាប់ផ្ទះក្ររហូតដល់ទិញឈូសស្ដើងមួយមិនបានផងបានត្រឹមតែអាវាងតាប៉ាឡាឲ្យខ្ចីប្រាក់10ដំឡឹងនិយាយគ្នាថាកន្លះឆ្នាំសឹងអស់ខ្ញុំខំធ្វើការទាំងយប់ទាំងថ្ងៃការងារអីក៏ធ្វើលំបាកយ៉ាងណាក៏ទ្រាំពិបាកណាស់តម្រាំតែសន្សំបាន10ដំឡឹងតែគេក្រឡាសម្ដីថាប្រាក់ដែលខ្ចីនោះជាប្រាក់ចងការកម្រិតខ្ពស់ត្រូវសង30ដំឡឹង30ដំឡឹងឲ្យខ្ញុំទៅរកឯណាបានគេក៏ចាប់អូនស្រីខ្ញុំទៅសងបំណុលលក់ចូលហាងស្រវឹងក្លិនក្រអូបនៅឯស្រុកខ្ញុំទៅស៊ើបសួរទើបដឹងគេលក់ប្អូនស្រីខ្ញុំបាន30ដំឡឹងតែបែរជាមកកុហកខ្ញុំថាលក់បានតែ10ដំឡឹងទេសល់20ដំឡឹងទៀតឲ្យខ្ញុំធ្វើជាកូនចៅគេដើម្បីសងបណ្ដាបងឈិនខ្ញុំលួចចូលទៅហាងស្រវឹងក្លិនក្រអូបមើលប្អូនស្រីខ្ញុំនាងគ្រាន់តែមិនព្រមរៀនបទចម្រៀងដែលភ្ញៀវចូលចិត្តត្រូវគេវាយនឹងរំពាត់នាងទើបតែអាយុ12ឆ្នាំទេបងឈិនប្អូនស្រីបងគូពួកយើងក៏ធ្លាប់ជួបដែរជានារីដែលឆ្លាតនឹងដឹងក្តីឲ្យតែបងនិយាយមួយម៉ាត់ឲ្យពួកយើងធ្វើអីក៏បានដែរសូមត្រឹមតែបងអាចជួយសង្គ្រោះនាងត្រឹមតែអាវាងតាប៉ាឡាម្នាក់ហាងស្រវឹងក្លិនក្រអូបមួយចាត់ទុកជាស្អីទៅកុំថាឡើយ30ដំឡឹងទោះបីជា300ដំឡឹង3000ដំឡឹងឲ្យតែពួកឯងចង់ស្មោះស្ម័គ្រធ្វើការជាមួយខ្ញុំសុទ្ធតែអាចរកបានពួកឯងទាំង3ស្ដាប់ឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅត្រូវពើងទ្រូងឲ្យត្រង់រស់ឲ្យសមជាមនុស្សរឿងមួយនេះខ្ញុំចាត់ចែងហើយបងឈិនឲ្យតែបងអាចជួយសង្គ្រោះប្អូនស្រីខ្ញុំចេញមកជីវិតគូស៊ីវៀនខ្ញុំមួយនេះគឺជារបស់បងឲ្យខ្ញុំទៅកើតខ្ញុំដាច់ខាតមិនទៅលេចទេបងឈិនខ្ញុំក៏អញ្ចឹងដែរបងឲ្យធ្វើអីខ្ញុំធ្វើនឹងបងឈិនខ្ញុំក៏អញ្ចឹងដែរជីវិតមួយនេះទៅថ្ងៃមុខគឺជារបស់បងហើយបានហើយទឹកចិត្តខ្ញុំទទួលយកហើយប៉ុន្តែនិយាយពីអាក្រក់ទុកមុនហាងស្រវឹងក្លិនក្រអូបមិនមែនជាកន្លែងល្អទេម៉ៃយ៉ែមនោះក៏មិនមែនធម្មតាដែរការនោះវាងតាប៉ាឡាលក់ប្អូនស្រីអញបាន30ដំឡឹងពេលនេះយើងចង់លុះមនុស្សខ្លាចតែ30ដំឡឹងមិនអាចដោះស្រាយបានទេរឿងលុយកាក់ពួកឯងមិនបាច់បារម្ភពេកទេចំពោះមុខរឿងដែលសំខាន់បំផុតគឺត្រូវប្រមូលប្រាក់ដំបូងឲ្យបានឆាប់គំនិតរបស់ខ្ញុំគឺពួកយើងចូលភ្នំបាញ់សត្វសិនសត្វព្រៃក្នុងភ្នំនេះនៅទីប្រជុំជនគឺជារបស់កំបោលក់ដូរយកប្រាក់សឹមគិតរករបបផ្សេងទៀតឲ្យតែព្រមបញ្ចេញកម្លាំងមិនដល់កន្លះខែទេពួកឯងម្នាក់រកបាន40ទៅ50ដំឡឹងមិនមែនជាបញ្ហាទេភូមិឈីងហឺយើងនៅផ្អែកលើភ្នំឈីងយន្តរបស់របរនឹងថ្នាំសង្កូវក្នុងភ្នំមានមិនតិចទេឲ្យតែព្រមបញ្ចេញកម្លាំងហើយមានផ្លូវរកស៊ីទៀតមិនដល់កន្លះខែទេពួកឯងម្នាក់រកបាន40ទៅ50ដំឡឹងមិនមែនជាបញ្ហាទេបងឈិនបងមិនដឹងទេក្នុងភ្នំឈីងយន្តនេះមានរបស់ល្អច្រើនណាស់ពីមុនមកពីពួកយើងគ្មានផ្លូវរកស៊ីមិនដឹងថាអីមានតម្លៃពេលនេះមានបងនាំផ្លូវនៅបារម្ភថាមិនបានរស់នៅស្រួលទៀតមែនហើយខ្ញុំធំដឹងក្តីនៅក្នុងភ្នំតាំងពីតូចកន្លែងណាមានរបស់មានតម្លៃក្នុងចិត្តដឹងច្បាស់គ្រាន់តែមិនចេះអក្សរក៏មិនចេះវិជ្ជាពេទ្យមើលមិនដឹងថាមួយណាជាថ្នាំសង្កូវមានបងឈិននៅទីនេះនៅខ្លាចអីទៀតបងឈិនបងមិនត្រឹមតែជួយសង្គ្រោះក្រោយចេញពីព្រំប្រទល់ភ្នំគឺជាភ្នំទី1 1ម៉ោងក្រោយជួបគ្នានៅក្រោមដើមឈើធំនៅមាត់ភូមិបាទយានបន្តិចទៀតបងនឹងនាំពួកគេចូលភ្នំបបាញ់អូននៅផ្ទះម្នាក់ឯងបងមិនទុកចិត្តទេអូនទៅនៅផ្ទះមីងវាំងនៅក្បែរនេះសិនទៅយ៉ាងហោចណាស់ក៏មានគ្នាដែរស្វាមីប៉ុន្មានថ្ងៃនេះបងពិតជាប្រែប្រួលច្រើនណាស់បងពីមុនបើមិនវាយក៏ជេរអូនដែរ
មិនដែលទន់ភ្លន់យកចិត្តទុកដាក់បែបនេះទេបងឥឡូវនេះហាក់ដូចជាមនុស្សផ្សេងអញ្ចឹងពេលខ្លះអូនពិតជាសង្ស័យណាស់ថាតើបងត្រូវបិសាចក្នុងភ្នំចូលសន្ធិដ្ឋឬអត់ឬមួយក៏បងមិនមែនជាឆិនហ្វឹងពីមុនតតែសោះ ទោះបីជាខ្ញុំពិតជាបិសាចស៊ីមនុស្សមិនខ្ជាក់ឆ្អឹងក៏ដោយក៏ត្រូវស៊ីនាងតូចឯងពីក្បាលដល់ចុងជើងឲ្យស្អាតសិនដែរនាងមើលខ្លួនឯងទៅស្បែកសាច់មាត់ខូចបែបនេះមានកន្លែងណាដែលមិនធ្វើឲ្យគេចង់ស៊ីនោះបងមិនក៏បងអញ្ចឹងថ្ងៃរះចាំងសោះនិយាយរឿងគួរឲ្យខ្មាស់អៀនបែបនេះខ្ញុំថាមនុស្ស3នាក់ពួកឯងនេះមានបំណងទៅចម្លងធននៅទីខាងលិចមែនទេគូស៊ីវយានដំបងឈើរបស់ឯងប្រើបានសមរម្យណាស់មិនមែនជាពីម៉ាវិនចាប់ជាតិទេដឹងលីបេឈិនតងរស់របស់ឯងនេះមិនមែនជារបស់សពីសេនាប្រមុខធានផឹងទេដឹងហើយសិនមកបាយឯងជាដំបងបង្ក្រាបបិសាចរបស់មេតបជួនលៀនមែនទេបងវឹងលោកនិយាយពីម៉ាវិនសេនាប្រមុខធានផឹងសុទ្ធតែជាអ្នកណាគេមិនក៏ខ្ញុំមិនដែលឮសោះអញ្ចឹងហើយគ្រាន់តែជារឿងព្រេងនិទានដែលធ្លាប់ពើពីអ្នកនិទានរឿងប៉ុណ្ណោះមិនអាចចាត់ទុកជាការពិតទេថ្ងៃក្រោយមានឱកាសចាំនិយាយប្រាប់ពួកឯងចូលភ្នំពេលនេះរឿងសំខាន់គឺនៅចំពោះមុខបងវឹងនេះមិនមែនជាធ្នូទេវតាក្នុងរឿងព្រេងទេដឹងរបស់នេះបើយកទៅសមរភូមិមិនមែនកាប់ដោយកាប់ចេកទេបានហើយកុំភ្ញាក់ផ្អើលពេកស្នានេះខ្ញុំឲ្យជាងដែកស៊ុនធ្វើតាមទំហំខ្លួនខ្ញុំទេពួកឯងទាំង3នាក់ដើរតាមពីក្រោយខ្ញុំទទួលខុសត្រូវយាមកាមរាល់សកម្មភាពត្រូវស្ដាប់តាមការបញ្ជារបស់ខ្ញុំឬទេយល់ហើយចម្លែកណាស់រដូវនេះសត្វព្រៃក្នុងភ្នំគួរតែមានច្រើនមិនក៏ស្ងាត់ម្លេះតាមខ្ញុំមកកន្លែងនេះបាំងខ្យល់មានស្មៅខ្ចីច្បាស់ជាតាក់ទាញសត្វក្តានមកស៊ីយើងដាក់អន្ទាក់នៅទីនេះលីធីនមីងអញសំឡេងខ្លាំងទៅរកកន្លែងពួននៅខាងលើខ្យល់ធ្វើសំឡេងសត្វក្តានដើម្បីតាក់ទាញពួកវាមកធ្វើឲ្យដូចបន្តិចកុំឲ្យវាផ្អើលរត់គូស៊ីវយានអញទៅពួននៅផ្លូវតូចនោះដាក់អន្ទាក់ខ្សែក្រែងលោមានសត្វរួចពីអន្ទាក់ពឹងអញទប់វាហើយមកបាយអញតាមខ្ញុំឡើងទៅទីខ្ពស់ខ្ញុំប្រើស្នាតម្រងល្អបច្ចេកទេសនៅតែធ្លាក់ចុះបើជា Boret វិញសត្វក្តានទាំងនេះមិនទាន់ឃើញស្រមោលផងត្រូវបាញ់ចំក្បាលបាត់ទៅហើយ Boret ស្អីគេដាក់វាចូលទៅក្នុងនេះមិនល្អទេមានមួយរួចខ្លួនចាប់វាឲ្យបានបងឆេនជំនាញបាញ់ធ្នូរបស់បងពិតជាអស្ចារ្យមែនព្រួញមួយបាញ់បានសត្វពីរខ្ញុំរស់ដល់ប៉ុណ្ណេះហើយទើបតែបានឃើញផ្ទាល់ភ្នែកបងឆេនពួកយើងពិតជាកោតសរសើរបងណាស់ដើរតាមបងកុំថាឡើយលុះប្អូនស្រីបងយ៉ាមកវិញសំបីតែថ្ងៃមុខវាយកទីរួមស្រុកក៏ខ្ញុំជឿដែរបានហើយកុំបញ្ចោលពេកប្រមូលសត្វដែលបបាញ់បានត្រៀមចុះពីលើភ្នំពីរត្រូវព្រួញមួយសន្លប់ដោយសាររន្ទះយកទៅទាំងអស់ជ្រូកព្រៃនេះមកបាត់ហើយត្រូវតែសម្លាប់ដោយការវាយប្រហារតែមួយដើម្បីកុំឲ្យវាបកធ្វើឲ្យមនុស្សរបួសមុនពេលងាប់ល្អហើយថ្ងៃនេះទទួលបានផលល្អណាស់ឆ្លុះ3ក្បាលជ្រូកព្រៃ1ក្បាលមាន់ព្រៃ2ក្បាលរៀបចំទៅត្រៀមចុះពីលើភ្នំជ្រូកព្រៃនេះទើបតែងាប់មិនយូរប៉ុន្មានទេឈាមមិនទាន់ស្ងួតនៅឡើយទេមើលស្នាមខាំនេះនិងស្នាមក្រញាំជើងនៅលើដីមិនមែនសត្វព្រៃធម្មតាអាចធ្វើបានទេនេះគឺខ្លាជាអ្នកធ្វើឲ្យមើលទំហំជ្រូកព្រៃនេះខ្លានេះប្រហែលជាមិនតូចទេខ្លានៅភ្នំខេងយ៉ាន់នេះមានខ្លាដែរពីមុនពួកយើងចូលភ្នំមិនដែលឮថាមានខ្លាទេបងឆេនតើខ្លានោះនៅក្បែរនេះទេពិបាកនិយាយណាស់ប៉ុន្តែនៅទីនេះមានបន្សល់ទុកកំតិចកំទីអាហារបញ្ជាក់ថាវាជាតំបន់សកម្មភាពរបស់វាជ្រូកព្រៃធំបែបនេះមិនអាចស៊ីអស់ក្នុងពេលតែមួយទេវាអាចនឹងលាក់ខ្លួននៅក្បែរនេះហើយត្រឡប់មកស៊ីវិញនៅពេលក្រោយពួកយើងត្រូវប្រញាប់ចុះពីលើភ្នំរឿងនេះត្រូវប្រាប់អ្នកភូមិប៉ុន្មានថ្ងៃនេះឲ្យអ្នកទាំងអស់គ្នាប្រយ័ត្នបន្តិចព្យាយាមកុំចូលទៅជ្រៅក្នុងភ្នំប្រសិនបើជួបខ្លាសាហាវនេះវាមិនមែនជារឿងលេងសើចទេថ្ងៃនេះទទួលបានផលល្អណាស់ឆ្លុះ3ក្បាលជ្រូកព្រៃ1ក្បាលមាន់ព្រៃ2ក្បាលយ៉ាងនេះចុះឆ្លុះទាំង3ក្បាលលក់យកលុយទាំងអស់សាច់ជ្រូកព្រៃខ្ញុំយកពាក់កណ្ដាលទៀតអ្នកទាំង3ចែកគ្នាស្មើស្បែកជ្រូកព្រៃឲ្យទៅលោកគ្រូសិនក្នុងភូមិធ្វើឲ្យក្រោះស្បែកគេបានជួយធ្វើស្នាឲ្យយើងត្រូវសងគុណគេលុយលក់ឆ្លុះខ្ញុំយក3ភាគជាយួនឯងយក3ភាគឡៃបេជួននិង Shen Mobe ម្នាក់យក2ភាគមាន់ព្រៃ2ក្បាលខ្ញុំទុកប្រើការមិនចែកទេបងឆេន3ភាគបងចែកឲ្យពួកយើង3ភាគ3ភាគពួកឯងបានបញ្ចេញកម្លាំងគួរតែទទួលបានថ្ងៃនេះអ្នកដែលបញ្ចេញកម្លាំងបបាញ់ច្រើនជាងគេគឺ Chen Weng ពួកយើងទាំង3គ្រាន់តែជាអ្នកជួយ